ព្រះបន្ទូលលើកទឹកចិត្តកិច្ចការដ៏ថ្មីស្រឡាងអត្ថបទគម្ពីរម៉ាកុសជំពូក1ខ1នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះកាលដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នាបានឃើញសេរីល្អទ្រង់គឺជាសេរីល្អនៃព្រះរាជបុត្រាតែមួយដែលមកពីព្រះវរបិតាមានពេញជាព្រះគុណនិងសេចក្តីពិតយ៉ូហានជំពូក1ខ1និងខ14រីឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាងដូចនេះម៉ាថាយជំពូក1ខ18នៅថ្ងៃបុណ្យណូអែលយើងធ្វើពិធីអបអរសាទរពេលវេលាដែលព្រះជាម្ចាស់បានធ្វើការងារមួយដ៏ថ្មីស្រឡាងជាការងារមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឮពីមុនមកទេក្នុងនាមយើងជាមនុស្សយើងធ្លាប់តែឮថាព្រះត្រួតត្រាឋានសួគ៌និងផែនដីព្រះមានអំណាចតម្រូវឲ្យមនុស្សគោរពថ្វាយបង្គំព្រះចង់ឲ្យមនុស្សយកយ៉ាញ់បូជាទៅថ្វាយគ្រប់ជាតិសាសន៍នៅលើផែនដីតែងមានព្រះបែបនោះប៉ុន្តែតើអ្នកណាមានព្រះជាម្ចាស់ដោយព្រះរបស់យើងនេះដែលព្រះអង្គយាងចុះមកពីឋានសួគ៌មកប្រសូតជាមនុស្សជាព្រះដែលបានត្រឡប់មកជាទារកតូចផ្ទុំក្នុងស្នូកពួកអ្នកគង្វាលសត្វបានថ្វាយបង្គំទ្រង់តើនរណាមានព្រះដែលបន្ទាបអង្គទ្រង់ដើម្បីបម្រើមនុស្សដូច្នេះព្រះអង្គមិនទាមទារឲ្យមនុស្សបម្រើទ្រង់ទេហើយទ្រង់បានថ្វាយព្រះជន្មទ្រង់ផ្ទាល់ទុកជាថ្លៃលួសមនុស្សជាច្រើនតើនរណាមានព្រះដែលព្រមរងការឈឺចាប់និងសុគតនៅលើឈើឆ្កាងហើយបន្ទាប់មកព្រះអង្គបានរស់ពីសុគតឡើងវិញជារៀងរហូតដើម្បីឲ្យទ្រង់អាចប្រទានជីវិតអស់កលជានិច្ចជាមួយអស់អ្នកណាដែលជឿទុកចិត្តលើទ្រង់ដូច្នេះយើងទាំងអស់គ្នាមានព្រះជាម្ចាស់បែបនេះឯងយើងមានព្រះអង្គដោយសារទ្រង់បានបង្កើតយើងទាំងអស់គ្នាឲ្យคล้ายជាកម្មសិទ្ធិរបស់ទ្រង់ហើយព្រះអង្គបានបង្កើតយើងនិងប្រោសលោះយើងក្នុងពេលឥឡូវនេះព្រះអង្គបានត្រាស់ឲ្យយើងឲ្យជឿទុកចិត្តលើទ្រង់សូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះអង្គម្ចាស់អើយកាលណាទូលបង្គំបានឮរឿងនៃការយាងមករបស់ទ្រង់ម្ដងទៀតសូមឲ្យព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ប្រទានជំនឿពិតដល់ទូលបង្គំផងអាមែនតើលោកអ្នកបានឮអំពីព្រះយេស៊ូវពីដំបូងនៅពេលណាតើលោកអ្នកប្រាប់នរណាមុនគេអំពីព្រះយេស៊ូវតើព្រះយេស៊ូវធ្វើឲ្យជីវិតលោកអ្នកផ្លាស់ប្រែដូចម្ដេចសូមអរគុណសូមព្រះប្រទានពរ